ជំរាបសួរពុកម៉ែបងប្អូនជាទីរាប់អានឥឡូវយើងបានមុខម្ហូបមួយទៀតហើយគឺឆាដៅគ្រឿងក្នុងមាន់បងប្អូនណាឥឡូវយើងមានកោះមានផ្លែមគ្រឿងក្នុងមាន់យើងហើយយើងលាងទឹកស្អាត2 ដង 3 ដងឲ្យស្អាតទៅបងប្អូនណាហើយបន្ទាប់មកយើងយកអំបិលមកច្បាច់មានទឹកអំបិលមកស្អាតទៀតលាងវាឲ្យស្អាតដើម្បីឲ្យអស់អំបិលវាឥឡូវយើងមើលគ្រឿងផ្សំរបស់វាគ្រឿងផ្សំមានប្រេងខ្យងទឹកត្រីស្ករសប៊ីចេងហើយបន្តមកទៀតយើងមានម្ទេសនិងខ្ទឹមសយើងសម្រាប់បុកជាគ្រឿងរបស់វាបងប្អូនណាហើយនេះគឺស្លឹកម្រះព្រៅបងប្អូនពេលយើងឆារួចឆ្អិនណាយើងដាក់ពីក្រោយគេហើយជាបន្តយើងទៅមើលរបៀបធ្វើតែម្ដងឥឡូវយើងចាប់ដើមស្រុកគ្រឿងក្នុងមាន់យើងបងប្អូនគឺយើងក្តៅហើយយើងស្រោះវាមួយសន្ទុះមកដើម្បីឲ្យវារឹងសាច់ទៅកុំឲ្យយើងឆាទៅវាបែកសាច់កាលណាយើងមិនស្រោះវាឆាទាំងអញ្ចឹងអាចបែកសាច់ទៅវាអត់ឆ្ងាញ់ទេបងប្អូនហើយយើងដាក់អំបិលយើងចូលតិចមកស្រោះទៅមកផ្លេតទេបងប្អូនបាច់ស្រោះយូរពេកទេឥឡូវគ្រឿងក្នុងមាន់យើងស្រោះមួយសន្ទុះហើយបងប្អូនឥឡូវយើងចាប់ដើមហាន់តែមកទៅឥឡូវគ្រឿងក្នុងមាន់យើងហាន់រួចហើយបងប្អូនហើយជាបន្តយើងទៅបុកម្ទេសហើយនឹងខ្ទឹមសរបស់យើងព្រោះខ្ទឹមសនិងម្ទេសគេអាចខ្លះគេក៏ចាំក៏បានតែយើងត្រូវការបុកឥឡូវយើងចាប់ដើមបុកម្ទេសហើយនឹងខ្ទឹមសយើងបងប្អូនវាចូលទៅរួចយើងដាក់ផ្កាម្រះព្រៅបន្តិចទៅដើម្បីឲ្យវាឈ្ងុយបងប្អូនបុកចូលគ្នាទៅឥឡូវម្ទេសនិងខ្ទឹមសយើងបុកមកហើយបងប្អូនហើយឥឡូវយើងចាប់ដើមឆាតែម្ដងទៅឥឡូវផ្ទះខ្លាញ់យើងដល់បងប្អូនឥឡូវយើងដាក់គ្រឿងយើងតែខ្ទឹមសយើងបុកបាញ់មិញដាក់ចូលទៅហើយលីវាឲ្យវាឈ្ងុយទេបងប្អូនណាមិនទទួលវាឈ្ងុយទៅឥឡូវគ្រឿងរបស់យើងម្ទេសខ្ទឹមយើងតែឈ្ងុយបងប្អូនដល់យើងដាក់សាច់យើងចូលមកយើងកូរនេះទៅមកយើងជ្រោយឲ្យចូលជាមួយនឹងគ្រឿងរបស់យើងឥឡូវសាច់របស់យើងឃើញថាចិត្តឆ្អិនហើយបងប្អូនឥឡូវយើងចាប់ដាក់គ្រឿងយើងបន្តមកពីចេងបន្តមកស្ករសបន្តមកទៀតប្រេងខ្យងហើយបន្តទៀតទឹកត្រីយើងកូរទីបងប្អូនកូរវាឲ្យចូលជាតិគ្នាទៅឥឡូវឆារបស់យើងឃើញតែឆ្អិនទេបងប្អូនហើយយើងព្រុសតាមមកតិចមើលសាមតិចបងប្អូនហើយទឹកត្រីបន្តិចមើលយើងចូលđiមកហើយអានេះយើងដាក់ស្លឹកម្រះព្រៅយើងចូលមកហើយយើងកំណត់ភ្លើងទៅយើងឲ្យវាស្លោតពេកតែឥឡូវរួចដល់បងប្អូនឆាគឺក្នុងមាន់យើងជាចុងក្រោយសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូខ្ញុំបាទដល់ចប់ហើយបើពេញចិត្តវីដេអូនេះសូមជួយចុច Subscribe Like Share Comment ឬសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតសូមអរគុណសូមជម្រាបលា